សួស្តីមកកាន់វីដេអូរបស់ខ្ញុំតបអូខេឥឡូវនេះយើងបានមកដល់មួយពលានយន្តហោះនៅប្រទេសសិង្ហបុរីហើយត្រៀមហោះហើរទៅបន្តទៀតអូខេមុននឹងយើងឡើងទៅបន្តទៀតក៏ញ៉ាំអាហារពេលល្ងាចឲ្យរួចរាល់ហើយបានបន្តឡើងទៅទៀតយើងនឹងត្រូវបន្តឡើងទៅប្រទេសឥណ្ឌាចង់ដឹងថាតើប្រទេសឥណ្ឌាមានទស្សនវិជ្ជាយ៉ាងណាក៏សូមតាមដានទស្សនាជាមួយខ្ញុំបន្តទៀតNamaste India ស្វាគមន៍ដល់ប្រទេសឥណ្ឌាអូខេឥឡូវនេះយើងបានរៀបចំ check out ហើយទៀតយើងបន្តដំណើរទៅខាងក្រៅហើយមិត្តភ័ក្តិរបស់ខ្ញុំគឺកំពុងរងចាំនៅខាងក្រៅអូខេនេះគឺជាទស្សនវិជ្ជានៅខាងក្រៅព្រលានមិត្តភ័ក្តិរបស់ខ្ញុំគាត់បានមកទទួលខ្ញុំនៅខាងក្រៅនេះនេះជា first meal in Tamil Nadu អូខេកុំឲ្យខាតពេលយូរឥឡូវនេះយើងបានបន្តវីដេអូរបស់យើងបន្តទៀតហើយនេះគឺជាព្រឹកថ្ងៃបន្ទាប់នៅក្នុងប្រទេសឥណ្ឌាទៅពេលព្រឹកស្រស់ស្រូបអាហារពេលព្រឹករួចរាល់ហើយពួកខ្ញុំបានដើរថតទស្សនវិជ្ជានៅខាងក្នុងសណ្ឋាគារបន្តិចសម្រាប់ថាយើងបានរៀបចំខ្លួនបន្តដំណើរទៅមកកន្លែងទៀតរៀបចំពីមួយកន្លែងទៅមួយកន្លែងអូខេព្រឹកនេះយើងនឹងធ្វើដំណើរទៅទស្សនកិច្ចជាមួយនឹងប្រាសាទមួយកន្លែងហើយចង់ដឹងថាតើប្រាសាទនោះមានរូបរាងក៏ដូចជាទេសភាពយ៉ាងណាក៏សូមតាមដានទស្សនាជាមួយយើងទាំងអស់គ្នា On the way to see the temple here with our queen India and our national director India Kita nina lah kadang cakap dengan running lah. Apa tu? យ៉ាងណាដែរបងប្អូនទាំងអស់គ្នាបន្ទាប់ពីបានទស្សនាវីដេអូបន្តិចនេះហើយនេះគឺជាតាមផ្លូវដែលយើងត្រូវត្រៀមខ្លួនទៅប្រាសាទមួយកន្លែងហើយចង់ដឹងថាតើប្រាសាទនៅខាងមុខនោះមានទេសភាពឬជាទស្សនវិជ្ជាយ៉ាងណាក៏សូមកុំភ្លេចណាតាមដានជាមួយយើងខ្ញុំបន្តទៀត So all these are rice fields. Yes. តាមផ្លូវយើងខ្ញុំបានថតជាមួយនឹងទេសភាពក៏ដូចជាបរិយាកាសការរស់នៅក៏ដូចជាការធ្វើដំណើរមធ្យោបាយដែលជាជួបផ្សេងៗរបស់ប្រជាជនដែរអូខេបងប្អូនទាំងអស់គ្នាដែលក្នុងកំពុងវីដេអូដែលកំពុងថតនេះគឺនៅស្ថិតនៅក្នុងខេត្តមួយនៃប្រទេសឥណ្ឌាដែលមានតំបន់នេះគឺហៅថា Trichy ហើយយើងនេះកំពុងធ្វើដំណើរទៅប្រាសាទមួយកន្លែងដែលនៅក្នុងតំបន់ខេត្ត Trichy នេះផងដែរអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះយើងបានគៀកមកដល់ជាមួយនឹងប្រាសាទហើយឥឡូវនេះយើងបានមកដល់ប្រាសាទដោយស្ថាពរហើយនេះគឺជាបរិវេណនៅខាងក្រៅប្រាសាទមុនពេលយើងចូលដល់ខាងក្នុងអូខេអញ្ចឹងនៅខាងក្នុងប្រាសាទគឺគេតម្រូវឲ្យយើងដោះស្បែកជើងចេញដើម្បីធ្វើជាការគោរពអញ្ចឹងយើងពាក់តែជាមួយនឹងស្រោមជើងទៀតហើយយើងដើរចូលទៅខាងក្នុងទោះបីថានៅខាងក្នុងក្តៅបន្តិចមែនក៏ដោយប៉ុន្តែនេះគឺជាការគោរពជាមួយនឹងប្រាសាទក៏ដូចជាវប្បធម៌អរិយធម៌នៅក្នុងតំបន់ពួកគេផងដែរឥឡូវនេះយើងបានចូលមកដល់ខាងក្នុងហើយបងប្អូនទាំងអស់គ្នាបរិវេណនៅខាងក្នុងមានភ្ញៀវទេសចរជាតិគាត់មកដើរលេងច្រើនហើយដើមឈើស្មៅអាកាសធាតុក្តៅប៉ុន្តែយើងអាចដោះបាយជើងបានណាបងប្អូនទាំងគ្នាយើងដើរទៅលើស្មៅនឹងអញ្ចឹងទៅហើយយើងដើរទស្សនានៅជុំវិញប្រាសាទនៅបរិវេណប្រាសាទនឹងទាំងអស់អូខេអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរក៏សូមតាមដានទស្សនាជាមួយយើងខ្ញុំបន្តទៀត Wow, so beautiful.
Chẳng là đây bông bóng một tập bị bán tu sna cho mỗi nâng tập tập hiệp khác là nơi tu bát sát có đôi chia bạn bạn giả ca chụp mình bát sát hỏi tụi bây giờ ca siết cái đau một tịnh mấy vấn đề tẹt thông cho mỗi nâng sầm ro có đôi chia tập hiệp nơi bát sát nó cứ sọt sạn mình tên hayนี่คือจะขึ้นบอลยืนในประเทศอินเดียให้กอดโกบานมาโจรุมประกวดในขนมการประเทศบอลยืนในขนมประเทศกัมพูชียืนรุ่ยร้อยฟองได้hayนี่คือสอดสานเหมือนกันนะโอเคเจอหน่อใบหมอยขาดไปอยู่ส่งมาดีตามด้านตุสนาจมูกนั่งตัดเทียบกับโดยเฉพาะเทียบในขนมประสาทบอลยืนประตอเทียบจมูกในควินบอลยืนในประเทศดีต่างๆเลยอย่างนั้นได้บงปอนประตบิบันคืนตุสนาจมูกนั่งตัดเพียบในคางกราวนี่ยมจียมทอดจมูกนั่งตัดเพียบจีจราดับโจกนั่งอมจมูกนั่งกบอกกับใบราชนาในตู้ประสาทแต่งมูแต่มาดอนนักบงปอนต่างคนนี้โอเคจึงกระทรวงนอมรอมระบบปกมาบอกต่างคนนี้ตามด้านตุสนาจมูกนั่งตุสนาเพียบโดยจิตตัดเพียบในจมูกนี่ประตอเตียด
อย่างนั้นได้បងប្អូនទាំងអស់គ្នាបន្ទាប់ពីបានតាមដានទស្សនាពីមួយកន្លែងទៅមួយកន្លែងនិយាយទៅនៅតួប្រាសាទនេះនៅបរិវេណប្រាសាទនេះគឺធំមែនទែនបងប្អូនទាំងអស់គ្នាហើយយើងមើលដូចអត់សាំទេពីព្រោះអីពីមួយកន្លែងទៅមួយកន្លែងគឺមានក្បូរក្បាច់រចនាក៏ដូចជារូបចម្លាក់រូបតួប្រាសាទស្អាតមែនទែនហើយចាប់អារម្មណ៍អូខេជើមុខម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចណាតាមដានទស្សនាបន្តទៀតថាតើយើងនឹងទៅណាបន្តទៀតហើយទស្សនវិជ្ជានៅកន្លែងនេះខ្ញុំអត់ចង់ចាក់ចេញពីកន្លែងនេះទេប៉ុន្តែដោយសារយើងត្រូវបន្តដំណើរទៅកន្លែងមួយទៀតណាហើយនេះគឺជាប្រវត្តិនៅក្នុងប្រាសាទនេះផ្ទាល់តែម្ដងគេនិយាយអំពីប្រវត្តិក៏ដូចជាក្បូរក្បាច់រចនាការកសាងអីផ្សេងៗអញ្ចឹងណាអូខេអញ្ចឹងបន្តិចទៀតនេះយើងនឹងបន្តដំណើរទៅខាងមុខបន្តទៀតអញ្ចឹងតែមុនពេលចឹងទៅនឹងមិនចង់បង្អង់យូរទេក៏នៅតែបន្តថតជាមួយនឹងទស្សនវិជ្ជាវីដេអូនឹងបន្តិចទៀតដើម្បីមុនពេលយើងចាក់ចេញទៅវិញអូខេអញ្ចឹងមុនពេលដែលខ្ញុំចាក់ចេញទៅវិញហ្នឹងNational Director India Rihanna គាត់បានធ្វើការសម្ភាសខ្ញុំបន្តិចមុនពេលដែលខ្ញុំចាក់ចេញទៅវិញនេះគឺយើងធ្វើការសម្ភាសហើយនិយាយអំពីប្រវត្តិក៏ដូចជាចំណាប់អារម្មណ៍ហើយគាត់បានសួរខ្ញុំថាតើមានអារម្មណ៍យ៉ាងម៉េចក្នុងការមកទស្សនានៅប្រាសាទនេះហើយក៏ដូចជាបានមកមើលជាមួយនឹងទស្សនវិជ្ជាក៏ដូចជាបានមកឃើញប្រាសាទផ្ទាល់តែម្ដងនៅក្នុងប្រទេសឥណ្ឌានៅទីក្រុងឈិនណៃនេះតែម្ដងសម្រាប់ខ្ញុំផ្ទាល់តែម្ដងខ្ញុំទទួលបានអារម្មណ៍ប្លែកក៏ដូចជាបរិយាកាសនៅពេលដែលបានមកមើលឃើញជាមួយនឹងតួប្រាសាទដ៏អស្ចារ្យមួយនេះនៅក្នុងប្រទេសឥណ្ឌានៅទីក្រុងឈិនណៃស្រស់ស្អាតមែនទែនបងប្អូនទាំងអស់គ្នាបើសិនជាយើងមើលដំបូងយើងគិតថាប្រហែលជារូបភាពប្រហែលជាមិនស្អាតម្លឹងទេតែពេលដល់ពេលមកដល់មើលផ្ទាល់តែម្ដងមកដឹងថាអូត្រជាក់ភ្នែកស្អាតមែនទែនអូខេបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបានចេញពីប្រាសាទហើយយើងចេញមកដល់ខាងខ្លងទ្វារខាងក្រៅនេះវិញហើយ National Director Rihanna គាត់បានធ្វើពិធីមួយគឺដូចប្រសិទ្ធពរជ័យបន្ទាប់ពីយើងបានធ្វើដំណើរចេញពីខាងក្នុងមកវិញអញ្ចឹងណាសូមពរសូមជ័យលាភជ័យអញ្ចឹងហើយគាត់បានបន្តឲ្យ King Queen របស់យើងទាំងពីរអូខេហើយបន្តឲ្យខ្ញុំទាំងពីរអ្នកនេះផងដែរអូខេឥឡូវនេះយើងបានចេញពីប្រាសាទយើងមកវិញហើយដល់ខាងក្រៅយើងបន្តដំណើរទៅប្រាសាទមួយទៀតថាតើនៅប្រាសាទមួយទៀតហ្នឹងមានទស្សនីយភាពក៏ដូចជាទស្សនវិជ្ជាយ៉ាងណាក៏សូមតាមដានទស្សនាជាមួយយើងទាំងអស់គ្នាមែនទេបងប្អូនឃើញពីចម្ងាយមែនទេទៀតយើងនឹងចូលដល់ខាងក្នុងហើយនេះគឺជាការរស់នៅរបស់ប្រជាជននៅជុំវិញប្រាសាទផ្ទាល់តែម្ដងហើយចង់ដឹងថាតើទស្សនីយភាពក៏ដូចជាទស្សនវិជ្ជានៅខាងក្នុងប្រាសាទយ៉ាងណាក៏សូមកុំភ្លេចណាតាមដានទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នាஎடுத்து போட்டுமாអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះយើងកំពុងតែតម្រង់ជួរដើម្បីធ្វើការចូលទៅខាងក្នុងប្រាសាទផ្ទាល់តែម្ដងហើយយើងទិញ spot ដើម្បីចូលទៅខាងក្នុងឥឡូវនេះយើងចូលមកដល់ខាងក្នុងបរិវេណប្រាសាទហើយខាងមុខនេះគឺខ្ញុំថតជាមួយនឹងដំបូលអគារក្បូរក្បាច់រចនាអូស្រស់ស្អាតមែនទែននៅទីនេះគឺគេរៀបចំក្បូរក្បាច់រចនាហើយក៏ដូចជាការគោរពបូជាគឺប្រកាន់ភ្ជាប់ជាមួយនឹងប្រពៃណីវប្បធម៌ល្អខ្លាំងមែនទែន
อย่างไรได้បងប្អូនទាំងអស់គ្នាជាមួយនឹងទស្សនីយភាពទស្សនវិជ្ជាទៅក្នុងប្រាសាទនេះផ្ទាល់តែម្ដងនេះគឺពេលល្ងាចបងប្អូនពេលដែលថ្ងៃចាំងលិចរះមកដល់ចំពោះទូប្រាសាទនេះគឺចេញពណ៌មាសចឹងហ្មងស្រស់ស្អាតខ្លាំងមែនតើនេះឲ្យពួកខ្ញុំពីរនាក់ហ្នឹងគឺទទួលបានជាមួយនឹងបាច់ជាមួយផ្កាយើងយកមកទុកប្រសិទ្ធិហើយយើងនៅពេលយើងកំពុងតែដំណើរទស្សនកិច្ចរបស់យើងនៅក្នុងប្រាសាទហ្នឹងគឺយើងផ្សងអ្វីដែលយើងចង់ផ្សងអីចឹងនៅក្នុងប្រាសាទចឹងទៅយើងកាន់ក្តាប់ផ្កាហ្នឹងទៅទៀតនឹងយកផ្កាហ្នឹងទៅថ្វាយនៅជាមួយនឹងព្រះអង្គនៅខាងមុខដើម្បីសុំសេចក្តីសុខដល់កន្លែងនេះមកបន្តទៀតគាត់ជាចាប់អារម្មណ៍ជាមួយនឹងក្បូរក្បាច់រចនានៃការឆ្លាក់ថ្មនេះគឺដាច់ផុសស្អាតតែម្ដងហ្មងបងប្អូនឃើញបកាយមែនតើហើយជាមួយនឹងចម្លាក់រចនាក្បូរក្បាច់រចនានោះគឺស្រស់ស្អាតខ្លាំងមែនតើខ្ញុំក៏បន្តដំណើរទៅមុខបន្តទៀតហើយមើលជាមួយនឹងក្បូរក្បាច់រចនាហ្នឹងគឺមិនចង់ចាក់ចេញទេពីព្រោះអីមើលទៅឃើញប្លែកហើយចម្លាក់ដែរនៅតាមប្រាសាទហ្នឹងណាគឺខុសគ្នាហើយតួអង្គទាំងអស់មួយនៅតាមតួប្រាសាទហ្នឹងគឺមានអត្ថន័យដូចជាតួអង្គផ្សេងគ្នាដែលថាតួអង្គខ្លះគាត់តំណាងឲ្យខាងសភាវៈអីចឹងណាបងប្អូនអរគ្នាប៉ុន្តែខ្ញុំអត់បានដឹងច្បាស់ទេពីព្រោះអីវាតកតងជាមួយនឹងប្រវត្តិសាស្ត្រអ្វីដែលខ្ញុំបានថតគឺថតតែជាមួយនឹងរូបភាពក៏ដូចជាចម្លាក់ក្បាច់ក្បាច់រចនាតែប៉ុណ្្នឹងទេតែយើងអត់បានដឹងអំពី detail នៃតួអង្គទាំងអស់ហ្នឹងទាំងអស់ទេតែសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងអស់គ្នាអាចធ្វើការតាក់ទងក៏ដូចជាស្រាវជ្រាវជាមួយនឹងប្រវត្តិជាមួយនឹងក្បូរក្បាច់រចនាតួប្រាសាទនេះផងដែរបាទពេលវេលាក៏ចេះតែរំកិលទៅមុខថ្ងៃអស្ដង្គតក៏កាន់តែគៀកចូលមកដល់កាន់តែជ្រៅទៅហើយទស្សនីយភាពក៏ដូចជាពន្លឺនៃព្រះអាទិត្យក៏ចាប់ផ្ដើមលិចចុះទៅយើងចាប់ផ្ដើមទទួលជាមួយនឹងអារម្មណ៍ពិសេសថ្មីមួយទៀតជាមួយនឹងបងប្អូនទាំងអស់គ្នានឹងទទួលបានជាមួយនឹងអារម្មណ៍ក៏ដូចជាទស្សនវិជ្ជានៅពេលល្ងាចនេះតើពេលល្ងាចនេះទទួលបានទស្សនីយភាពក៏ដូចជាអារម្មណ៍យ៉ាងណាដែរក៏សូមតាមដានទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នាបងប្អូនមានឮជាមួយនឹងសំឡេងសត្វចាបយំរំដំជាមួយនឹងទស្សនីយភាពក៏ដូចជាទស្សនវិជ្ជានៃសពេលល្ងាចនេះដ៏សែនមនោរម្យនេះពន្លឺនៃពន្លឺព្រះអាទិត្យហ្នឹងបានចាំងឆ្លុះជាមួយនឹងពពកនៅជុំវិញនេះបង្កើតបានជាផ្ទាំងទស្សនីយភាពក៏ដូចជាពណ៌ដ៏ស្រស់ស្អាតមែនទែនរំលេចជាមួយនឹងតួប្រាសាទនៅខាងក្រោយនេះគឺជាមិត្តសញ្ញារបស់ទីក្រុងចិនណៃហើយគឺប្រាសាទនេះផ្ទាល់តែម្ដងបងប្អូនស្រស់ស្អាតមែនទែនតួប្រាសាទទាំងមូលគឺរំលេចទៅដោយភាពចម្រុះពណ៌ហើយចាំងផ្លាតជាមួយនឹងពន្លឺនៃពន្លឺព្រះអាទិត្យរៀបអស្ដង្គតទៀតរត់តែធ្វើឲ្យតួប្រាសាទកាន់តែស្រស់ស្អាតខ្លាំង
ពេលវេលាក៏កាន់តែដើរទៅមុខទៅហើយពន្លឺក៏កាន់តែល្ងឹតទៅឥឡូវនេះយើងបានចុះមកខាងក្រោមវិញរៀបចំខ្លួនដើម្បីមកស្ថានភាពរបស់យើងវិញអញ្ចឹងពីប្រាសាទមកដល់ស្ថានភាពយើងវិញយើងត្រូវចំណាយពេលរៀងយូរដែរប្រហែលជា1ម៉ោងអញ្ចឹងយើងត្រូវឆាប់ចេញវិញពីព្រោះអីល្ងឹតអូខេអញ្ចឹងដំណើរកម្សាន្តរបស់យើងនៅប្រាសាទនៅថ្ងៃនេះក៏ជិតដល់ទីបញ្ចប់ផងដែរហើយយើងត្រៀមខ្លួនឡើងមកលើរថយន្តរបស់យើងដើម្បីបន្តដំណើរមកទីក្រុងមកស្ថានភាពរបស់យើងស្ដាប់នៅវិញហើយថ្ងៃស្អែកចង់ដឹងថាតើដំណើរកម្សាន្តរបស់យើងទៅបន្តទៅនេះទៀតក៏សូមកុំភ្លេចមកបន្តតាមដានទស្សនាជាមួយនឹងអេពីសូតបន្តទៀតអរគុណអូខេអរគុណច្រើនមកបងប្អូនគ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់បញ្ចប់តែកុំភ្លេចណាយើងនៅមានវីដេអូបន្តទៀតហើយខ្ញុំនឹងធ្វើដំណើរទៅទស្សនកិច្ចជាដូចជាទស្សនាជាមួយនឹងភូមិក៏ដូចជាតំបន់ផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌានៅក្នុងតំបន់ខេត្តឈិនណៃនេះផងអញ្ចឹងកុំភ្លេចណាសូមតាមដានទស្សនាជាមួយយើងខ្ញុំនៅវីដេអូបន្តទៀត Thank you bye bye